ปรับให้ทางតម្លៃ$20,000ស្ដើងមុខងារទំនើប ADAS វិញគឺអាចចូលចតបានដោយស្វ័យប្រវត្តិបាទនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញគឺជាប្រភេទ540ដឺក្រេមើលធ្លុះដល់បាតរថយន្តតែម្ដងកុំស្មានឲ្យសោះថាចាយលុយ$21,500ទិញឡានអគ្គិសនីថ្មីខ្លាញ់គោហើយសុទ្ធតែទទួលបាននៅមុខងារងាយស្រួលនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូចជារថយន្តចំនួនថ្មី Aquafox T1 នេះអញ្ចឹងថ្ងៃនេះខ្ញុំនឹងសម្រាយអំពីរថយន្តអគ្គិសនីមួយដោយពិតជាសម្រួលទៅដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងបានច្រើនមែនទែនទាំងការផ្សំចៃទាំងបំពាក់មកជាមួយនឹងកៅអីក្តៅត្រជាក់នៅផ្នែកខាងមុខស្រួលអង្គុយមែនទែនហើយក៏មានជាមួយនឹងប្រព័ន្ធកាមេរ៉ា540ដឺក្រេមើលធ្លុះដល់បាតរថយន្តរីឯមុខងារជំនួយទៅដល់ការចូលចតក៏មានមុខងារចាប់ស្លាកសញ្ញាចរពេលដែលយើងធ្វើដំណើរក៏មានផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាពិតជារំភើបមែនទែនហើយខ្ញុំក៏មិនខ្លាចតែក្នុងការស្រែកប្រាប់បងប្អូនទាំងអស់គ្នាដែរអំពីការធានារថយន្តនេះរហូតដល់8ឆ្នាំឬក៏160000គីឡូម៉ែត្រឯណោះបងប្អូនទាំងអស់គ្នាសូមបញ្ជាក់ផងដែរថារថយន្ត Aquafox T1 នេះត្រូវបាននាំចូលដោយក្រុមហ៊ុនធំ K&N Cambodia តែម្ដងអញ្ចឹងកុំឲ្យខាតពេលវេលាយូរមកមើលអំពីចំណុចពិសេសរថយន្ត Aquafox T1 ជាមួយខ្ញុំទាំងអស់គ្នាតាក់ទងជាមួយនឹងផ្នែកខាងមុខបងប្អូនទាំងអស់គ្នាតើបងប្អូនសិតនៅក្នុងសម័យកាលណាដែរសម្រាប់ខ្ញុំមិនថា Gen Z ឬក៏សម័យកាលណាទេបើសិនជាចង់បានឡានដែលទាន់សម័យមួយនេះហើយបងប្អូនទាំងអស់គ្នាមើលតែ logo Aquafox នេះណាលក្ខណៈថាមើលមកអំណាចបង្ហាញអំពីឥទ្ធិពលរបស់យើងតែម្ដងហើយតាក់ទងជាមួយនឹងចង្គៀងនៅផ្នែកខាងមុខគឺលក្ខណៈថា LED កាត់តតឹងតែម្ដងបងប្អូនទាំងអស់គ្នាបើសិនជាយើងមើលរថយន្តនេះនាពេលយប់កាន់តែតាក់ទាញតែម្ដងហើយចំពោះការប្រើប្រាស់នៅចង្គៀងគុជនេះលក្ខណៈថាមើលមក slim តែម្ដងបងប្អូនទាំងអស់គ្នាហើយតាក់ទងជាមួយនឹងកាំងខាងមុខនេះផងដែរបងប្អូនទាំងអស់គ្នាជិះទៅមិនច្រឡំឡើយគ្រាន់តែកលេចក៏ដឹងថានេះគឺជាឡានអគ្គិសនីសម័យកាលថ្មីដែរហើយបាននិយាយអំពី sensor ការពារវិញរហូតដល់12គ្រាប់ឯណោះបើសិនយើងបូកចូលគ្នាទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយណាហើយតាក់ទងជាមួយនឹងផ្នែកចំហៀងផងដែរក៏មានជាមួយនឹងយ៉ានកង់រហូតដល់18អ៊ីងhighlight ជាមួយនឹងពណ៌ខ្មៅ2 color បែបនេះទៀតនោះហើយមាន logo Aquafox បានបង្ហាញទៅចំកណ្ដាលយ៉ាន់នឹងដូចគ្នាផងដែរបងប្អូនទាំងអស់គ្នាតាក់ទងជាមួយកញ្ចក់នេះគឺលក្ខណៈថាពណ៌ខ្មៅហ្មងហើយយើងអាចក្តោបអូតូក៏បានដែររីឯដៃទ្វារវិញគឺជាចំនួនចុងក្រោយនៃ2026នេះហើយ design មកលឹបចូលតួរថយន្តបែបនេះតែម្ដងបងប្អូនទាំងអស់គ្នាមិនត្រឹមតែងាយស្រួលនៅក្នុងការបិទបើកទេវាក៏ជំនួយទៅដល់ប្រព័ន្ធ aerodynamic របស់ឡានដែរមានន័យថាទោះជាបងប្អូនបើកឡាននេះនៅក្នុងល្បឿនលឿនក៏វាមិនស៊ីថាមពលអគ្គិសនីច្រើនហើយជ្រែកខ្យល់បានយ៉ាងល្អផងដែរបងប្អូនទាំងអស់គ្នាផ្នែកខាងក្រោយកប់សេរីហ្មងបងប្អូនទាំងអស់គ្នា design មកទាន់សម័យហ្មងមើលតែអក្សរ Aquafox ក៏ដូចជាបង្ហាញជាមួយនឹង model T1 នៅចំចំណុចត្រង់នេះហើយ logo របស់ Aquafox វិញមើលមកគឺប្រណិតមែនតើបងប្អូនទាំងអស់គ្នាហើយតាក់ទងមួយ stock នេះផងដែរពេលដែលបងប្អូនជន់ប្រាំងមើលមកឃើញពលឺបាយចេញមកស្អាតតែម្ដងបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនចង់បើកទ្វារខាងក្រោយនេះតម្លៃ$21,500មែនប៉ុន្តែមុខងារទំនើបកប់សេរីហ្មងបាទចុចតែមួយទ្វារនឹងធ្វើការបើកឲ្យយើងដោយស្វ័យប្រវត្តិហើយចំពោះទ្វារនេះផងដែរក៏មាននៅមុខងារលក្ខណៈថា sensor ការពារផងដែរចាំមើលខ្ញុំចុចឲ្យបងប្អូនបានមើលណែចាំមើលបថុយមួយមើលតើវាយ៉ាងណាដែរអត់មានគៀបយើងទេបងប្អូនទាំងអស់គ្នាអានេះគឺជាមុខងារនៃ sensor ដ៏ឆ្លាតវៃហើយបងប្អូនទាំងអស់គ្នាបាទហើយបើនិយាយពីក្លុបខាងក្រោយវិញឡើងទលាយមកបងប្អូនទាំងអស់គ្នាទុកអីវ៉ាន់បានច្រើនហើយបើសិនជាចង់អង្គុយពេជ្រ next to ត្រីអីបងប្អូនទាំងអស់គ្នាចាំមើលខ្ញុំអង្គុយបាទអង្គុយបាន2នាក់ខាងក្រោយអីមកបងប្អូនទាំងអស់គ្នាអានេះបានគេហៅថាទលាយរបស់គេមែនណាផ្នែកខាងក្រោយគឺជាចំណុចដ៏ពិសេសមួយដែលរថយន្តនេះធ្វើបានល្អខ្លាំងតែម្ដងដោយសារតែវាមិនបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រអប់លេខការអង្គុយគឺពិតជាស្រឡះល្អមែនទែនបងប្អូនទាំងអស់គ្នារួមជាមួយនឹងការរចនាដោយបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយក៏ដូចជា Type C តែម្ដងហើយក៏មានកន្លែងផ្ទុកអីវ៉ាន់ផងដែរនៅចំប្រឡោះកណ្ដាលនេះហើយតាក់ទងជាមួយនឹងពណ៌នៃផ្ទៃខាងក្នុងនេះគឺលក្ខណៈថាពណ៌សណាបងប្អូនទាំងអស់គ្នាវាជួយឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយនៅក្នុងផ្នែកខាងក្នុងនេះខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាចូលមកកាន់ផ្នែកខាងមុខវិញអែមហ្សែហ្មងណាកន្លែងនេះក៏ស្បែកបាទចូលមកលើតាប់ឡូនេះក៏ស្បែកដែលឲ្យ design រថយន្តត្រជាក់មើលមកស្អាតមែនតើហើយចំពោះខាងលើនេះគឺជា material មួយដោយងាយស្រួលសម្អាតមែនតើបងប្អូនទាំងអស់គ្នាហើយក៏ត្រូវបានទទួលស្គាល់ថាជា material មួយដោយគេប្រើប្រាស់លើរថយន្តទំនើបថ្លៃ$4,500,000យោប៉ុន្តែរថយន្តនេះប្រើប្រាស់ជាមួយនឹង material នេះបំពាក់មកឲ្យយើងមើលមកគឺប៉និតតែម្ដងណាហើយតាក់ទងជាមួយនឹងផ្នែកខាងក្នុងនេះផងដែរបងប្អូនទាំងអស់គ្នាពិតជាផ្ដល់នូវអារម្មណ៍ថាស្រស់ស្រាយមែនតើវាអត់មានក្លិនជ័រក្លិនកាងមករំខានដល់សុខភាពរបស់យើងណាហើយសំខាន់ណាស់ដបូលកញ្ចក់ក៏អាចបើកពីមុខរហូតដល់ផ្នែកខាងក្រោយក៏មានផងដែរហើយចំពោះកៅអីវិញបងប្អូនទាំងអស់គ្នាប្រើប្រាស់ជាមួយនឹង material ស្បែកពេញផ្ទៃរថយន្តហ្មងអានេះគឺជាចំណុចមួយដែលគេគិតគូរទៅលើផាសុខភាពសម្រាប់អ្នកអង្គុយណាបងប្អូនទាំងអស់គ្នាហើយកន្លែងនេះផងដែរក៏អាចផ្ទុកអីវ៉ាន់បានហើយមានជាមួយនឹង Type C នៅខាងក្នុងនេះទៀតកន្លែងផ្ទុកកែវក៏ដូចជាកន្លែងផ្ទុកទូរស័ព្ទហើយមានទាំង USB នៅចំចំណុចត្រង់នេះទៀតផងបងប្អូនទាំងអស់គ្នាបងប្អូនអើយគ្រាន់តែមកកាន់ចង្កូតបើកបរផ្ទាល់ភ្លាមបានចាប់អារម្មណ៍ថាចង្កូតអេឡិចត្រូនិកនៅលើរថយន្ត Aquafox T1 នេះធូររលុងងាយស្រួលនៅក្នុងការបើកបរមែនតើបងប្អូនទាំងអស់គ្នាពិសេសអាការរចនារាងជាអក្សរ D ទៀតនោះ
មើលមកកាន់តែតន់សម័យហ្មងបងប្អូនទាំងអស់គ្នាហើយក៏មានប៊ូតុង menu ជាច្រើនឲ្យយើងកំណត់ផងដែរបើកសលេងបិទសលេងគឺយើងអាចធ្វើការបញ្ជាបានហើយគ្រាន់តែបើកបរភ្លាមបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ទៅលើសន្ទុះបរឡានហ្មងឡើង smooth ហ្មងដោយសារតែនេះគឺជារថយន្តអគ្គិសនីណាបងប្អូនទាំងអស់គ្នាប្រើប្រាស់ជាប្រភេទថ្ម LSP តែម្ដងដោយសមស្របនៅក្នុងការប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើងក្តៅត្រជាក់សើមហើយក៏ចាប់អារម្មណ៍ដែរកៅអីដែលខ្ញុំពងអង្គុយនេះណែសម្រាប់អ្នកដែលមានរៀងធំៗអីហ្នឹងក៏អាចមកអង្គុយកៅអីក្តៅត្រជាក់នេះបានយ៉ាងមានផាសុខភាពផងដែរអានេះគឺជាចំណុចមួយដែលអ៊ំពូមីងគិតពិចារណាក៏ដូចជាយុវវ័យយើងក៏គិតដែរលៃលកយ៉ាងណាឲ្យបានឡានមួយហើយស្រួលអង្គុយឲ្យមុខងារទំនើបច្រើនហើយបើនិយាយអំពីមុខងារទំនើបវិញណាបងប្អូនដល់គ្នាខ្ញុំនិយាយអំពីអាបំពាក់នៅលើអេក្រង់ 8.8 inch នៅផ្នែកខាងមុខនេះសិនជាប្រភេទអេក្រង់ digital វាបង្ហាញអំពីមុខងារចាប់កន្លងផ្លូវបានយ៉ាងឆ្លាតវៃហ្មងបងប្អូនដល់គ្នាមានឡានមានម៉ូតូអីឆ្លងកាត់ចិត្តហ្នឹងអញ្ចឹងវានឹងប្រាប់យើងនៅលើអេក្រង់កុងទ័រហ្នឹងហ្មងហើយក៏វាបង្ហាញនៅកម្រិតល្បឿនបានយ៉ាងច្បាស់ល្អកម្រិតថាមពលអាគុយថ្មនៅប្រហែលភាគរយទៀតអីហ្នឹងគឺវាបង្ហាញទាំងអស់តែម្ដងហើយចំពោះអេក្រង់ខាងស្ដាំដៃខ្ញុំវិញណាគឺពិតជាពិសេសនិងមានប្រយោជន៍តែម្ដងគ្រាន់តែសញ្ញោឆ្វេងមកពឹបកាមេរ៉ានឹងធ្វើការលូតបង្ហាញនៅលើអេក្រង់ហ្មងហើយបើនិយាយពីកាមេរ៉ា540ដឺក្រេវិញណាមើលលក្ខណៈ 3D ក៏បានណាច្បាស់ដល់បាតរថយន្តតែម្ដងនេះគឺជាចំណុចពិសេសមួយដែលអ៊ំពូមីងចង់បានលៃលកមិនឲ្យស្រួលអាយ៉ាស្រួលបត់ទៅវាមើលឃើញច្បាស់បាទវាអត់ស៊ីហ្គេមកង់អីចឹងទៅហើយចំពោះអេក្រង់នេះផងដែរក៏អាចកណិតជាមួយនឹង Apple CarPlay Android Auto ហើយប្រព័ន្ធតន្ត្រីគ្រាន់តែស្ដាប់ភ្លេងក៏ទទួលបាននូវអារម្មណ៍ល្អដែរដោយសារតែនេះគឺជាប្រព័ន្ធ speaker មួយហើយមកសំរុំនៅក្នុងការប្រើប្រាស់ឲ្យបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនចុចបញ្ជានឹងបានឃើញជាមួយនឹងចលនា smooth បាទចង់សេរីមិនសិនជាអីនៅលើហ្នឹងក៏បានដែរអត់បញ្ហានោះឡើយតាក់ទងជាមួយនឹងមុខងារ ADAS ឆ្លាតវៃអានេះគឺជាប្រព័ន្ធជំនួយពេលយើងបើកបរហ្មងបងប្អូនទាំងអស់គ្នាមុខងារជំនួយពេលដែលយើងចូលចតដោយស្វ័យប្រវត្តិអូល្អខ្លាំងមែនទែនឡានប៉ុណ្នេះមានមុខងារហ្នឹងណាមានទាំងប្រាំងដៃអូតូក៏ដូចជាមុខងារដេញតាមឡានខាងមុខដូចជាប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍ប្រព័ន្ធចាប់កន្លងផ្លូវឲ្យឆ្លាតវៃតែម្ដងបងប្អូនទាំងអស់គ្នាឡានតម្លៃប៉ុណ្នេះបំពាក់មកជាមួយនឹងមុខងារទាំងអស់នេះទៀតខ្ញុំគិតថារថយន្តនេះប្រហែលជាបងប្អូនដកចិត្តមិនរួចទេបាទហើយបើសិនជាចង់បើកបរសាកល្បងគឺអាចតាក់ទងទៅកាន់ Xfox Cambodia បានបងប្អូនទាំងអស់គ្នាហើយសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាដែរថារថយន្តនេះត្រូវបាននាំចូលជាផ្លូវការដោយក្រុមហ៊ុនធំ Canon Cambodia តែម្ដងអូពិសេសតែម្ដងចំពោះការធានាវិញរហូតដល់8ឆ្នាំឬក៏ 160,000 គីឡូម៉ែត្រអានោះនិយាយទៅដល់កម្រិតនៃការបើកបរផងដែររថយន្តនេះគឺ spec របស់វានឹងគឺបើកបានរយៈចម្ងាយ425 គីឡូម៉ែត្រផងដែរស្តង់ដារ CLTC តែម្ដងហើយចំពោះល្បឿនអតិបរមាវាអាចបើកបានរយៈចម្ងាយ140 គីឡូម៉ែត្រនៅក្នុង1ម៉ោងឯណោះហើយបើនិយាយពី drive mode វិញបងប្អូនទាំងគ្នាមានតាំងពីកម្រិត comfort មានតាំងពីកម្រិត economic មានតាំងពី sport សម្រាប់បងប្អូនបើកទឹកខេត្តឆ្ងាយម្ដងម្កាលលើវាស្រួលវ៉ាចែងដែរបងប្អូនទាំងអស់គ្នាហើយពីខ្ញុំបាទបើសិនជាបងប្អូនចង់ទទួលយកបទពិសោធន៍នៅក្នុងការប្រើប្រាស់រថយន្តអគ្គិសនីទំនើបបែបទាន់សម័យខ្ញុំគិតថាមួយគ្រឿងនេះគឺពិតជាស័ក្តិសមហើយដោយសារតែមានការធានាយ៉ាងច្បាស់លាស់ពីក្រុមហ៊ុនធំហើយសម្រាប់ចម្ងល់បន្ថែមក៏បងប្អូនអាចតាក់ទងទៅកាន់លេខទូរស័ព្ទដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នេះផងដែរ